តោះឥឡូវបងប្អូនយើងមកបិទនុយទៀតបងប្អូនហើយយើងយកនុយឆ្ពិនធំមួយទៀតមកបិទហើយបិទលឹកនេះចុះទឹកបិទដោយដល់មើលនុយយើងធំឥឡូវយើងចាប់ដើមបិទយើងយកផ្នែកទី1បិទនឹងកោវាមុនមកបោះឆ្កឹះសកាវាមកគ្រាប់តែយើងបិទវាមួយហ្នឹងដល់ពេលផ្នែកទី2យើងយកវាមកបិទពាក់កណ្ដាលខ្លួនមកអូប៉ុន្តែខ្ញុំស្ដាយនុយដល់ហើយនេះឃើញនុយនេះធំបើយកតាអាំងវិញ2នាក់អីអូជាដែរនេះដាក់ជាមកឈ្ងុយងប់ដល់នេះយ៉ាឥឡូវយើងបិទអាផ្នែកទី3បិទគោកទុយវាអូរបកសកាដល់ហើយនេះយើងប្រឡែងជាមួយវាហែចោលទៅដល់ពេលទៅត្រីវាចេញមកពីព្រីមកទៅប៉ះខំយកដល់ចឹងអូមកគេហែយ៉ាអូចាំមើលទៅទីដឹងគ្នាហើយ